មួយចំនួនកំពុងបង្ហាញការមិនពេញចិត្តនឹងអំពាវនាវឲ្យបេការឬផ្អាកការធ្វើដំណើរទេសចរទៅប្រទេសថៃបន្ទាប់ពីមានព័ត៌មានអំពីការបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាទេវតាសំខាន់ក្នុងសាសនាហិណ្ឌូនិងមានទីតាំងស្ថិតនៅក្នុងទឹកដីកម្ពុជាសួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីជនរួមជាតិជាទីស្នេហានៅប៉ុន្មានថ្ងៃចុងក្រោយនេះសារព័ត៌មានឥណ្ឌាច្រើនបានរាយការណ៍អំពីប្រតិកម្មខ្លាំងក្លាពីសាធារណជនឥណ្ឌាក្រោយមានព័ត៌មានថារូបសំណាកព្រះវិស្ណុដែលត្រូវបានគោរពបូជាជាទីសក្ការៈសម្រាប់ជនជាតិឥណ្ឌាត្រូវបានបំផ្លាញក្នុងអំឡុងស្ថានភាពតានតឹងតាមព្រំដែនកម្ពុជាថៃសម្រាប់ជនជាតិឥណ្ឌាព្រះវិស្ណុគឺជាទេវតាសំខាន់មួយក្នុងសាសនាហិណ្ឌូដែលតំណាងឲ្យការការពារសន្តិភាពនិងសេចក្តីល្អដូច្នេះការប៉ះពាល់ឬបំផ្លាញរូបសំណាកដែលមានន័យសាសនាខ្លាំងបែបនេះទើបបានជាបង្កឲ្យមានការឈឺចាប់ផ្លូវចិត្តនិងកំហឹងពីសហគមន៍អ្នកគោរពជាច្រើននៅឥណ្ឌាតាមសារព័ត៌មានឥណ្ឌានិងបណ្ដាញសង្គមមនុស្សជាច្រើនបានបង្ហាញការមិនពេញចិត្តនិងអំពាវនាវឲ្យមានការទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើនិងមើលឃើញថាជាការមិនគោរពសាសនានិងវប្បធម៌ចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺមានសម្លេងមួយចំនួននៅក្នុងសង្គមឥណ្ឌាអំពាវនាវឲ្យពលរដ្ឋឥណ្ឌាពិចារណាបេការឬផ្អាកការធ្វើដំណើរទេសចរទៅប្រទេសថៃជាសញ្ញាបង្ហាញនៃការឆ្លើយតបនឹងការតវ៉ារបស់ទង្វើរបស់យោធាថៃការអំពាវនាវនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញសង្គមនិងបានក្លាយជាប្រធានបទដែលសារព័ត៌មានធំៗយកមកវិភាគអ្នកវិភាគខ្លះនៅឥណ្ឌាបានលើកឡើងថាទេសចរគឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចថៃហើយប្រតិកម្មនឹងធ្វើការឆ្លើយតបទៅថៃតាមរយៈការបេការអាចជាសារដើម្បីទាមទារឲ្យមានការគោរពសាសនានិងវប្បធម៌របស់ជនជាតិផ្សេងៗសារព័ត៌មានអន្តរជាតិមួយចំនួនបានយោងទៅលើផែនទីនិងទិន្នន័យសាធារណៈបង្ហាញថាទីតាំងរូបសំណាកដែលត្រូវបានរាយការណ៍ថាបំផ្លាញនោះស្ថិតនៅក្នុងទឹកដីកម្ពុជានេះបានធ្វើឲ្យករណីនេះមិនត្រឹមតែជាបញ្ហាសាសនាទេប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យនិងការគោរពច្បាប់អន្តរជាតិផងដែរអ្នកជំនាញទំនាក់ទំនងអន្តរជាតិបានព្រមានថាប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយភាពប្រុងប្រយ័ត្ននិងការគោរពគ្នាទៅវិញទៅមកវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់និងអារម្មណ៍សាធារណៈរបស់ប្រជាជនប្រទេសធំៗដូចជាឥណ្ឌាករណីនេះបង្ហាញឲ្យឃើញថាសាសនានិងវប្បធម៌មិនមែនជារឿងតូចតាចនៅលើឆាកអន្តរជាតិឡើយការគោរពតម្លៃរួមនិងការដោះស្រាយវិវាទដោយសន្តិភាពជាគន្លឹះសំខាន់ដើម្បីរក្សាសន្តិភាពនិងការយល់ចិត្តគ្នារវាងប្រជាជននៃប្រទេសនានាតើអ្នកយល់យ៉ាងណាចំពោះការអំពាវនាវបេការនេះតើការឆ្លើយតបរបស់ទង្វើថៃអាចនាំឲ្យមានការផ្លាស់ប្ដូរពិតប្រាកដដែរឬទេសូមចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតសូមអរគុណ